តើអ្វីទៅជាក្របបែកលេនដ្ឋានរបស់អាមេរិកដែលអាចវាយប្រហារទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់អាវុធមួយក្នុងចំណោមអាវុធរបស់អាមេរិកដែលអាចនឹងប្រើនៅក្នុងប្រទេសអ៊ីរ៉ង់ដើម្បីបំផ្លាញទីតាំងនុយក្លេអ៊ែរនោះគឺជាអាវុធដែលមានទម្ងន់ប្រមាណ 30,000 ផោនដែលត្រូវបានបង្កើតឡើងដើម្បីឲ្យទៅដល់លេនដ្ឋានឬគោលដៅនៅក្រោមដីការប្រើប្រាស់ដែលអាចមានក្របបែកដែលមានឥទ្ធិពលរបស់អាមេរិកប្រឆាំងនឹងរោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់នៅតែបន្តជាប់គាំងជុំវិញជម្លោះរបស់ប្រទេសនេះជាមួយអ៊ីស្រាអែលប៉ុន្តែប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំកំពុងធ្វើឲ្យពិភពលោកទស្សន៍ទាយថាតើគាត់នឹងចូលរួមការទម្លាក់ក្របបែករបស់អ៊ីស្រាអែលលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ដែរឬទេលោកដូណាល់ត្រាំបានប្រាប់នាយកព័ត៌មាននៅសួរអំពីសក្តានុពលនៃការចូលរួមនៅក្នុងការវាយប្រហារថាខ្ញុំអាចនឹងធ្វើវាបានប៉ុន្តែប្រហែលជាខ្ញុំមិនធ្វើវានោះទេការសម្រេចចិត្តនោះគឺអាស្រ័យទៅលើថាតើអាវុធណាដែលយុទ្ធអាមេរិកមាននៅក្នុងដៃនោះគឺប្រភេទ GBU 57 ABMOP ឬដែលហៅថាក្របបែកលេនដ្ឋានដែលអាចវាយទៅដល់ទីតាំងនុយក្លេអ៊ែរដ៏សំខាន់របស់ប្រទេសអ៊ីរ៉ង់ដែលត្រូវបានកប់យ៉ាងជ្រៅនៅក្នុងភ្នំមួយនេះបើយោងទៅតាមអ្វីដែលមន្ត្រីរបស់អាមេរិកបានប្រាប់មកកាន់កាសែត Exus កាលពីថ្ងៃប្រហ័សកន្លងទៅអនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Kazem Gharib Abadi បាននិយាយតាមទូរទស្សន៍រដ្ឋកាលពីថ្ងៃប្រហ័សកន្លងទៅថាអ៊ីរ៉ង់នឹងត្រូវប្រើឧបករណ៍របស់ខ្លួនទាំងពីរដើម្បីបង្រៀនមេរៀនទៅដល់អ្នកឈ្លានពាននិងការពារសន្តិសុខជាតិរួមទាំងផលប្រយោជន៍ជាតិរបស់ខ្លួនប្រសិនបើសហរដ្ឋអាមេរិកសម្រេចចិត្តធ្វើអន្តរាគមន៍នៅក្នុងចំនួននេះតើក្របបែកលេនដ្ឋានឬ GBU 57 MOP គឺជាអ្វីវាគឺជាប្រព័ន្ធសភាវុធដែលត្រូវបានបង្កើតឡើងដើម្បីវាយប្រហារគោលដៅរឹងនិងកប់យ៉ាងជ្រៅដូចជាលេនដ្ឋាននិងផ្លូវរួមក្រោមដីនេះបើយោងទៅតាមរបាយការណ៍របស់កងទ័ពអាកាសអាមេរិកនៅឆ្នាំ2024ឯកសារពិតដែលបានរក្សាទុកពីទីភ្នាក់ងារកាត់បន្ថយការគំរាមកំហែងផ្នែកការពារជាតិអាមេរិកបាននិយាយថាវាគឺជាប្រភេទគ្រាប់បែកដែលមានទម្ងន់ 30,000 ផោនដែលស្មើទៅនឹងខ្ទង់ប្រមាណ 13.6 តោនដែលវាមានប្រវែងប្រមាណ 20 ហ្វីតនិងមានអង្កត់ផ្ចិតរ៉ាដារទៅ 31.5 អ៊ីងរបាយការណ៍របស់ទីភ្នាក់ងារកាត់បន្ថយការគំរាមកំហែងការពារជាតិរបស់អាមេរិកបាននិយាយថាអាវុធនេះអាចផ្ទុកសារធាតុផ្ទុះបានជាង 5,300 ផោននិងបានផ្ដល់នូវថាមពលផ្ទុះរ៉ាដារទៅ 10 ដងមន្ទីរពិសោធន៍ស្រាវជ្រាវរបស់កងទ័ពអាកាសបានចុះកិច្ចសន្យាដំបូងជួបនឹងក្រុមហ៊ុន Boeing សម្រាប់ការផលិត MOP-F ក្នុងឆ្នាំ2004ជួបនឹងកិច្ចសន្យាដំបូងដែលមានតម្លៃ$30 លានហើយអាវុធនេះក៏ត្រូវបានអភិវឌ្ឍជា3ដំណាក់កាលយោងទៅតាមរបាយការណ៍ពី San Francisco Chronicle បានឲ្យដឹងថាកងទ័ពអាកាសរបស់អាមេរិកបានទទួលក្របបែកដំបូងប្រភេទនេះសម្រាប់ការសាកល្បងក្នុងឆ្នាំ2011សំណួរមួយផ្សេងទៀតសួរថាតើហេតុអ្វីបានជាអាមេរិកចាំបាច់ប្រើប្រាស់ក្របបែកប្រភេទនេះយ៉ាងណាមិញរោងចក្រ Vodol Fall Enrichment Plant ដែលមានអក្សរកាត់ថា FSEP ដែលត្រូវបានកប់យ៉ាងជ្រៅនៅក្រោមភ្នំក្បែរ Gomf ប្រទេសអ៊ីរ៉ង់ហើយត្រូវបានគេជឿថាជាកន្លែងចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមដ៏សំខាន់របស់ប្រទេសអ៊ីរ៉ង់សម្រាប់កម្មវិធីនុយក្លេអ៊ែរនេះបើយោងទៅតាមរបាយការណ៍របស់ Hatter Williams ដែលជានាយកគំរូស្ដីពីបញ្ហានុយក្លេអ៊ែរនៅមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រនិងអន្តរជាតិ CFIF ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកលោក Rafael Marino Grossi អគ្គនាយកនៃស្ថាប័ន IAEA បាននិយាយកាលពីថ្ងៃទី16 ខែមិថុនាកន្លងទៅថាមិនទាន់មានការខូចខាតទៅដល់ទីតាំងនៃការផលិតនោះទេដែលនេះខុសពីកន្លែងនៅរោងចក្រ Nathan ដែលរកឃើញថាមានការចម្រាញ់ប្រេងសាកល្បងដែលខ្លួនត្រូវបានបំផ្លាញរបាយការណ៍ថ្មីៗនេះពីទីភ្នាក់ងារចារកម្មបរមាណុអន្តរជាតិIAEA បានប៉ាន់ប្រមាណថាមានចំនួន 166.6 គីឡូក្រាមនៃសារធាតុអ៊ុយរ៉ាញ៉ូមចំនួន 60% នៃចំនួនសរុបប្រមាណ 408.6 គីឡូក្រាមដែលអ៊ីរ៉ង់មាននៅក្នុងភាគរយនៃការចម្រាញ់នោះត្រូវបានផលិតនៅក្នុងក្រុមហ៊ុន Vodoយ៉ាងណាមិញសារធាតុអ៊ុយរ៉ាញ៉ូមចាំបាច់ត្រូវតែបានពង្រឹងរហូតដល់ 90% ដើម្បីក្លាយទៅជាអាវុធនុយក្លេអ៊ែរប៉ុន្តែអ្នកជំនាញបាននិយាយពីមុនថាអ៊ីរ៉ង់អាចបង្កើតអាវុធនេះបាន 60% ហើយលោក Williams បាននិយាយថាអ៊ីស្រាអែលខ្វះអាវុធដើម្បីដកនៅ Forol ដោយខ្លួនឯងប៉ុន្តែការវាយប្រហារជាច្រើនដងពីសហរដ្ឋអាមេរិកដែលប្រើប្រាស់ក្របបែក GBU 57ដែលបំពាក់លើយន្តហោះទម្លាក់ក្របបែក B2 Spirit អាចបំផ្លាញកន្លែងផលិតនេះបានលោក Williams បានសរសេរថាប្រសិនបើប្រធានាធិបតីលោកដូណាល់ត្រាំសម្រេចចិត្តប្រើប្រាស់ក្របបែក GBU 57វាអាចនឹងបង្កើតនៃការគ្រប់គ្រងដោយផ្ទាល់សម្រាប់អ៊ីស្រាអែលនិងមានសក្តានុពលក្នុងការបង្កើននិងអូសសហរដ្ឋអាមេរិកចូលទៅក្នុងសង្គ្រាមមួយផ្សេងទៀតនៅក្នុងតំបន់មានជំរឿនផ្សេងទៀតដែលអ៊ីស្រាអែលអាចប្រើដើម្បីទៅដល់ទីតាំង Fordo ដែលលោក Williams បានបន្តថាដូចជាការវាយប្រហារជាបន្តបន្ទាប់នៅឯកន្លែងផលិតដោយអាវុធ GBU 28ឬ BLU 109ដែលអាចវាយលុកចូលទៅក្នុងគោលដៅមួយនិងអាចកំណត់គោលដៅចូលឬចេញនៃទីតាំងនៅលើដី
យោងតាមប្រភពពីកាសែត Politico បានរាយការណ៍ថារដ្ឋបាលរបស់លោក Donald Trump មិនចូលចិត្តសម្រាប់ការធ្វើការជាមួយនឹងជំនួយការកំពូលរបស់លោក Zelensky នោះទេយោងតាមរបាយការណ៍របស់សារព័ត៌មាន Politico ដែលបានចុះផ្សាយកាលពីថ្ងៃទី19ខែមិថុនាកន្លងទៅមន្ត្រីនៅក្នុងទីក្រុង Washington មានការខកចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតរបស់លោក Andriy Yermak ប្រធានការិយាល័យបុគ្គលិករបស់អ៊ុយក្រែនហើយជឿជាក់ថាគាត់អាចនឹងធ្វើឲ្យខូចដល់កិច្ចខិតខំប្រឹងប្រែងរបស់អ៊ុយក្រែនក្នុងការទទួលបានការពេញចិត្តជាមួយនឹងប្រធានាធិបតីអាមេរិកលោក Donald Trump លោក Andriy Yermak ដែលជាមិត្តជិតស្និទ្ធនិងជាទីប្រឹក្សារបស់ប្រធានាធិបតីលោក Volodymyr Zelensky បានតំណាងឲ្យផលប្រយោជន៍របស់អ៊ុយក្រែននៅក្នុងទីក្រុង Washington ចាប់តាំងពីការឈ្លានពានពេញលេញរបស់រុស្ស៊ីក្នុងឆ្នាំ2022មកយោងទៅតាមប្រភពរបស់មនុស្ស14នាក់ដែលបាននិយាយទៅកាន់កាសែត Politico រួមទាំងមន្ត្រីអាមេរិកនិងអ៊ុយក្រែនមានមនុស្សជាច្រើននៅក្នុងទីក្រុង Washington បានរកឃើញថាលោក Andriy Yermak ហាក់មានភាពច្របូកច្របល់និងមិនមានព័ត៌មានហើយភ័យខ្លាចថាគាត់កំពុងបញ្ជូនតំណែងរបស់សហរដ្ឋអាមេរិកមិនត្រឹមត្រូវទៅកាន់លោក Zelensky គណៈពេលដែលរដ្ឋបាលលោក Joe Biden មានឆន្ទៈក្នុងការសហការជាមួយលោក Andriy Yermak ក្រុមរបស់លោក Donald Trump ហាក់មិនសូវមានទំនាក់ទំនងល្អហើយទំនងជានឹងបោះបង់ការគាំទ្រសម្រាប់អ៊ុយក្រែនមនុស្សម្នាក់ដែលបានប្រាប់មកកាន់កាសែត Politico ថាមនុស្សទាំងអស់នៅសហរដ្ឋអាមេរិកដែលចង់ដូរខ្លួននិងបោះបង់ចោលអ៊ុយក្រែនមានសេចក្តីរំភើបរីករាយដែលមានលោក Andriy Yermak នៅជុំវិញទន្ទឹមនឹងនេះមនុស្សម្នាក់ទៀតដែលដឹងអំពីស្ថានភាពបានពីពរនាលោក Andriy Yermak ថាជាអ្នកបង្កកំហឹងទ្វេភាគីដែលបានធ្វើឲ្យមន្ត្រីក្រមការដឹកនាំរបស់ប្រធានាធិបតីអាមេរិក Joe Biden មានការខកចិត្តផងដែរទោះជាយ៉ាងណាក៏ដោយអតីតរដ្ឋបាលក៏មិនបានរកឃើញបុគ្គលិកលក្ខណៈរបស់លោក Yermak នៅហេតុផលត្រឹមត្រូវក្នុងការដូរជំនួយផ្នែកយោធានិងមនុស្សធម៌ពីសម្ព័ន្ធមិត្តដ៏សំខាន់ដែលការពារខ្លួនពីសង្គ្រាមគ្រប់បែបយ៉ាងនោះទេជំហររបស់រដ្ឋបាលលោក Donald Trump ទៅលើអ៊ុយក្រែនគឺមានការគាំទ្រតិចណាស់តាំងតែពីដើមមកចាប់តាំងពីចូលការតំណែងនៅក្នុងខែមករាគាត់បានបដិសេធមិនយល់ព្រមទៅលើកញ្ចប់ជំនួយយោធាថ្មីសម្រាប់ទីក្រុងគៀវឬដាក់ទណ្ឌកម្មបន្ថែមប្រឆាំងទៅនឹងទីក្រុងមូស្គូគាត់ក៏បានបន្តទំនាក់ទំនងកាន់តែកក់ក្ដៅជាមួយរុស្ស៊ីហើយបានរិះគន់លោក Zelensky ជាញឹកញាប់និងបានចោទប្រកាន់លោក Zelensky ថាមានភាពខុសខើជាងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ទៅទៀតប្រពន្ធពីកាសែត Politico បានស្នើថាក្តីសង្ឃឹមណាមួយដែលអ៊ុយក្រែនបានឈ្នះទៅលើលោក Donald Trump អាចនឹងគ្រោះថ្នាក់ដោយសារតែទំនាក់ទំនងដ៏តានតឹងរបស់រដ្ឋបាលលោក Donald Trump ជាមួយនឹងលោក Yermak ក្នុងអំឡុងពេលដំណើរទស្សនកិច្ចចុងក្រោយបំផុតរបស់លោក Yermak ទៅកាន់ទីក្រុង Washington ដែលជាដំណើរចុងក្រោយនៅដើមខែមិថុនាលោកត្រូវបានគេរាយការណ៍ថាបានជួបការលំបាកនៅក្នុងកិច្ចប្រជុំជាមួយនឹងមន្ត្រីលោក Donald Trump មនុស្សដែលដឹងអំពីដំណើរទស្សនកិច្ចបានពីពរនីលោក Andriy Yermak ថាជាការទទួលខុសត្រូវដែលមានស្រាប់សម្រាប់អ៊ុយក្រែនប្រពន្ធបានពីពរនីសម្រាប់លោក Yermak ថាជាការទាមទារហួសហេតុនិងល្ងងខ្លៅចំពោះនយោបាយនិងដំណើររបស់សហរដ្ឋអាមេរិកមន្ត្រីរបស់លោក Donald Trump បានចោទប្រកាន់លោក Yermak ថាបានប្រព្រឹត្តដូចជាអ៊ុយក្រែននៅចំកណ្ដាលពិភពលោកហើយបាននិយាយថាអាកប្បកិរិយារបស់គាត់បានប៉ះពាល់ដល់ទំនាក់ទំនងរួចទៅហើយជាមួយនឹងរដ្ឋបាលលោក Donald Trump នៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ Politico លោក Yermak បាននិយាយថាគាត់កំពុងធ្វើអ្វីគ្រប់យ៉ាងនៅក្នុងអំណាចរបស់គាត់ដើម្បីការពារនិងគាំទ្រអ៊ុយក្រែនលោកបាននិយាយថាប្រសិនបើមានន័យដូច្នេះវាអាចត្រូវបានចាត់ទុកថាការប្រកួតប្រជែងជួយដោយអ្នកផ្សេងទៀតអាចនឹងត្រូវបានជៀសវាង